30 ឆ្នាំមុនការសម្រេចចិត្តគ្រប់យ៉ាងត្រូវធ្វើឡើងដោយថ្នាក់លើទាំងអស់ទំនិញពិបាករកទិញប្រជាជនទីក្រុងត្រូវបានគេជម្លៀសទីផ្សារត្រូវបិទរូបិយប័ណ្ណទាំងអស់ត្រូវបានគេបោះបង់ចោលគួរឲ្យឆ្ងល់ណាស់មែនទេលុយទាំងអស់នេះមិនស្ដាយទេសូម្បីតែបន្តិចអត់ទេវាគ្មានតម្លៃអ្វីនឹងត្រូវនិយាយអំពីរឿងនេះទេមិនត្រឹមតែគ្មានលុយប៉ុណ្ណោះទេសូម្បីតែកម្មសិទ្ធិក៏គ្មានដែរលើកលែងតែសម្លៀកបំពាក់ក្នុងកាបូបនិងស្លាបព្រាបាយយើងដោះដូរទំនិញដើម្បីរស់ទោះស្ថិតក្នុងសភាពគួរឲ្យភ័យខ្លាចពេលបច្ចុប្បន្នលុយគ្រប់ប្រភេទលុយអាចធ្វើឲ្យវាសមភាពសង្គមដ៏ធ្ងន់ធ្ងរវាពង្វក់ទង្វើនឹងក្តីសុបិនរបស់យើងលុយក៏ជាលំហូរសេដ្ឋកិច្ចរបស់យើងដ៏សំខាន់មួយដែរវាផ្ដល់សេរីភាពក្នុងការជ្រើសរើសហើយវាធ្វើឲ្យយើងម្នាក់ងាយស្រួលក្នុងការរក្សាទុកសន្សំឬដោះដូរផលប្រយោជន៍ដែលបានពីការប្រឹងប្រែងរបស់យើងខាងធនាគារយើងខ្ញុំបានយកព្រមឯកភាពឲ្យលោកពូខ្ចីប្រាក់5លានរៀលលោកពូនេះគឺជាឯកសាររបស់លោកពូបុគ្គលម្នាក់មានសេរីភាពក្នុងការចូលរួមក្នុងអាជីពដែលស័ក្តិសមនឹងគេបំផុតលុយជារបស់វត្ថុដែលអាចស្ដុកតម្លៃអត់តើលោកពូខ្ចីប្រាក់យកទៅមានគោលបំណងអ្វីដែរអូខ្ញុំយកទៅជួយគោបាទអញ្ចឹងលោកពូចាជួយគោបាទអរគុណច្រើនបាទអរគុណលោកពូវាផ្ដល់សុវត្ថិភាពជំរុញការវិនិយោគនិងជំរុញការបង្កើតទ្រព្យលុយគឺជាឈាមដែលរត់ទៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសយើងបើប្រដូចនឹងឈាមលុយគឺត្រូវតែស្អាតនិងបាញ់ចេញពីបេះដូងដែលរឹងមាំក្នុងករណីនេះធនាគារជាតិនៃកម្ពុជាហៅថាធនាគារក្រហមព្រមជាមួយនឹងធនាគារដទៃទៀតដើរតួប្រៀបបានជាសួតនៃសេដ្ឋកិច្ចរបស់យើងគឺដូចទៅនឹងឈាមដែលមានសុខភាពល្អលុយមិនថាវាជាសាច់ប្រាក់មូលបទានបត្រការផ្ទេរប្រាក់ឬប័ណ្ណឥណទានទេវាត្រូវបញ្ចូលទៅក្នុងសង្គមទាំងមូលកសិករកម្មករមន្ត្រីរាជការអ្នកជំនួញគឺសេដ្ឋកិច្ចទាំងមូលតែម្ដងលុយជាចំណែកមួយនៃការរស់នៅប្រចាំថ្ងៃដែលយើងប្រើប្រាស់ដោយកម្រនឹកឃើញពីប្រភពដើមលុយទើបកើតមាននៅកម្ពុជាពេលក្រោយនេះដែរទេទោះបីជាមានស្នាដៃខាងការសាងសង់ប្រាសាទដ៏ច្រើនហើយមានភាពរឹងមាំក៏ដោយព្រះរាជាណាចក្រអង្គរមិនបានចាក់ពុម្ពប្រកាសដោយខ្លួនឯងទេព្រះរាជទ្រព្យមានតែរបស់ដែលមិនអាចរក្សាទុកបានយូរជាបញ្ហាមួយដែលរារាំងដល់ការវិនិយោគនិងការការពារព្រះរាជណាចក្រមួយនេះពីប្រទេសជិតខាងដែលអាចទូទាត់ចំណាយដល់ទាហានរបស់គេជាលុយប្រជាជនបានប្រើវិធីដោះដូរដោយប្តូរទំនិញមួយនិងទំនិញមួយទៀតដែលភាគច្រើនមានទម្ងន់ធ្ងន់និងមិនអាចរក្សាទុកបានយូរប៉ុន្តែវិធីដោះដូរសពថ្ងៃគឺវិធីនេះមើលទៅចម្លែកនិងមិនអាចអនុវត្តបានទាំងស្រុងនោះទេអប្សរាហើយខ្ញុំនៅមានកពី3នំ1ថែមហើយ
ប៉ុន្តែតើប្រាក់រៀលកើតមកពីណាមានអ្នកខ្លះគិតថាពាក្យរៀលមកពីពាក្យត្រីរៀលដែលបង្ហាញរាងដូចបន្ទះប្រាក់ពេលដែលយើងចាប់វាច្បាស់ជាងនេះរូបភាពដ៏ស្រស់ស្អាតតំណាងឲ្យជីវិតនិងភាពចម្រុងចម្រើនប៉ុន្តែតាមការពិតឈ្មោះនេះមកពីពាក្យភាសាអេស្ប៉ាញរៀលនិងដែលតំណាងដោយលុយពីរយ៉ាស់របស់មេស៊ីកលុយទាំងពីរនេះត្រូវបាននាំមកដោយកប៉ាល់ឬអ្នកចំនួនជនជាតិព័រទុយហ្គាល់អេស្ប៉ាញម៉ាឡេនិងចិនលុយទាំងនោះបានក្លាយជារូបិយវត្ថុគោលដៅទូទាំងទ្វីបអាស៊ីតាំងពីសតវត្សទី16មករហូតដល់ពាក់កណ្ដាលសតវត្សទី20ប្រទេសកម្ពុជាភាគច្រើននៅប្រើរូបិយប័ណ្ណរបស់ប្រទេសផ្សេងនៅឡើយមហាក្សត្រតិចអង្គណាស់ដែលមានបំណងបោះពុម្ពប្រកាសដោយខ្លួនឯងដូចជាព្រះបាទស្រីចេថាឬស្ដេចកននៅដើមសតវត្សទី16និងជ័យចេថាទី2ដែលសោយរាជ្យនៅដើមសតវត្សទី17ចាប់ពីរជ្ជកាលរបស់ព្រះបាទអង្គឌួងមកមាននៅសល់ប្រកាសធ្វើអំពីប្រាក់ខ្លះដែររាជាអង្គទាំងនោះចង់អភិវឌ្ឍសេដ្ឋកិច្ចបង្កើតប្រាក់ចំណូលរដ្ឋនិងបង្កើតអត្តសញ្ញាណផ្ទាល់ខ្លួនមហាក្សត្រទាំងនោះគិតថាផ្លូវថ្នល់កំពង់ផែនិងរូបិយប័ណ្ណជាតិគឺជាកត្តាចម្បងសម្រាប់ការអភិវឌ្ឍនិងអធិបតេយ្យភាពប៉ុន្តែលុយនោះត្រូវបានបង្កើតយឺតពេកនិងមានចំនួនតិចមិនសូវមានឥទ្ធិពលគួរឲ្យកត់សម្គាល់ទេព្រមជាមួយនឹងការមកដល់របស់ច្បាប់បារាំងសម័យកាលថ្មីមួយត្រូវបានចាប់ផ្ដើមឡើងបារាំងបានបង្កើតរូបិយប័ណ្ណទាំងប្រមាណហ្នឹងពីដើមគេហៅថា Piastre ក្រោយមករៀលដើម្បីស្រួលក្នុងពាណិជ្ជកម្មផងក្នុងការលក់ដូរនឹងផងមានថ្លឹងថ្លែងពីតម្លៃរៀលនិងតម្លៃហ្វ្រង់ម្ល៉េះហើយក្នុងការគ្រប់គ្រងទាំងអស់ហ្នឹងបារាំងបានបង្កើតដែលគេហៅធនាគារ Indochine Banque de l'Indochine សិទ្ធិបោះពុម្ពប្រកាសនិងក្រដាស់ប្រាក់ដែលជាការច្នៃប្រឌិតមួយយ៉ាងសំខាន់គឺត្រូវបានផ្ដល់ឲ្យធនាគារនេះការបោះពុម្ពនេះមួយផ្នែកពួកទៅនឹងទុនបំរុងជាលោហៈធាតុមានតម្លៃទុកនៅធនាគារបញ្ហានេះបានជំរុញឲ្យមានប្រព័ន្ធធនាគារទំនើបការវិនិយោគនិងពាណិជ្ជកម្មនិងចំណូលសាធារណៈប៉ុន្តែកម្ពុជាមិនបានទទួលខុសត្រូវលើលុយរបស់ខ្លួនទេម្យ៉ាងទៀតធនាគារឥណ្ឌូចិនរបស់បារាំងធ្វើប្រតិបត្តិការដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនជាជាងដើម្បីការពារផលប្រយោជន៍របស់កម្ពុជាប្រជាជនភាគច្រើននៅជនបទបានរក្សានៅវិធីដោះដូរឬប្រើលុយសាប៉ែករបស់ជនជាតិចិនវាជាបេសកកម្មជាប្រវត្តិសាស្ត្ររបស់សម្ដេចព្រះនរោត្តមសីហនុក្នុងការទាញប្រយោជន៍ពីការចុះខ្សោយរបស់បារាំងដើម្បីទទួលបានឯករាជ្យពេញលេញក្រោយពីឯករាជ្យមកក្រោយពីបកូណាសីហនុលោកបានទាមទារឯករាជ្យឲ្យបានឯករាជ្យខាងយោធាខាងតុលាការខាងការបរទេសនិងស្អីទៀតហ្នឹងមាននៅសល់ឯករាជ្យរូបិយប័ណ្ណហ្នឹងដោយសារអញ្ចឹងបានយើងបង្កើតធនាគារជាតិដើម្បីមានសិទ្ធិបោះពុម្ពលុយរបស់ខ្លួនឯងហ្នឹងរូបិយប័ណ្ណរបស់ខ្លួនឯងគឺរៀលជាន់ហ្នឹងការបោះពុម្ពលុយគឺជាសកម្មភាពត្រួតចុងក្រោយរបស់បារាំងវាបង្ហាញថាតើរូបិយវត្ថុមួយវាសំខាន់ប៉ុណ្ណាសម្រាប់អធិបតេយ្យភាពរបស់ប្រជាជាតិមួយទេសាភិបាលដំបូងរបស់ធនាគារបានប្រើជំហរគ្រប់គ្រងរូបិយវត្ថុថ្មីនេះយ៉ាងរឹងមាំចាប់តាំងពី1955យើងបានបង្កើតធនាគារនោះឲ្យជោគជ័យហើយបានរក្សាយើងមានតម្កល់មាសដើម្បីតម្កល់តម្លៃទៅប្រាក់រូបិយប័ណ្ណខ្មែរយើងហ្នឹងមិនមែនតែមាសផងមានគេហៅថារូបិយប័ណ្ណបរទេសនៅក្នុងនឹងដែរវាបានបង្ហាញពីការចាប់ផ្ដើមនៃសម័យកាលដ៏រុងរឿងនិងរីកចម្រើនមួយដែរប៉ុន្តែជោគជ័យជាវិជ្ជមានទាំងនេះបានបាត់បង់យ៉ាងឆាប់រហ័សប្រាក់រៀលមានទំនាក់ទំនងទៅនឹងប្រាក់ហ្វ្រង់បារាំងនិងដុល្លារអាមេរិក
សម្ដេចព្រះនរោត្តមសីហនុមានបំណងអនុវត្តទីផ្សារសង្គមនិយមដោយស្រពេចស្រពិលហើយត្រូវជ្រោមជ្រែងដោយសង្គ្រាមស៊ីវិលដែលរាលដាលកាន់តែធំទៅបន្ទាប់ពីបានឯករាជ្យហើយនៅក្នុងឆ្នាំ60ហើយនៅពេលចុងទសវត្សរ៍ទី60ប្រទេសខ្មែរចាប់ផ្ដើមមានសង្គ្រាមក្នុងស្រុកម្ដងជាពិសេសនៅក្នុងសង្គ្រាមនៅក្នុងអំឡុងឆ្នាំទសវត្សរ៍ទី70ហ្នឹងគឺលុយរៀលក៏បានបាត់បង់នៅតម្លៃរបស់ខ្លួនដោយសារតែក្នុងឆ្នាំ65រដ្ឋាភិបាលពេលនោះបានឈប់យកជំនួយពីអាមេរិកអញ្ចឹងតម្រូវការក្នុងការចំណាយកើនឡើងហើយអញ្ចឹងក៏ធនាគារជាតិនៃកម្ពុជាក៏ចាប់ផ្ដើមបោះពុម្ពលុយរៀលយ៉ាងច្រើនដើម្បីធ្វើហិរញ្ញប្បទាននៃអនុភាពថវិកាអញ្ចឹងហើយធ្វើឲ្យតម្លៃលុយរៀលបាត់បង់យ៉ាងលឿនហើយក្នុងរយៈពេលមួយយ៉ាងខ្លាំងបាទព្រឹត្តិការណ៍ដ៏ជូរចត់ជាបន្តបន្ទាប់ចាប់ពីរដ្ឋប្រហាររបស់លន់នល់ហើយមកដល់នឹងការគ្រប់គ្រងទីក្រុងភ្នំពេញដោយប៉ុល ពតបានជំរុញឲ្យមានការរលំរលាយនៃរូបិយវត្ថុជាតិយ៉ាងឆាប់រហ័សភាពរងគ្រោះចុងក្រោយគឺការបំបត្តិការប្រើប្រាស់លុយរបស់រដ្ឋាភិបាលខ្មែរក្រហមសកម្មភាពបែបនេះបានរឹតបន្តឹងលើសេរីភាពបុគ្គលនិងបានដើរតួយ៉ាងសំខាន់ក្នុងការបំផ្លិចបំផ្លាញសេដ្ឋកិច្ចជាតិក្រោយរួចផុតពីរបបខ្មែរក្រហមយើងត្រូវបានកាត់ផ្តាច់ពីអន្តរជាតិសាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវស្ដារសេដ្ឋកិច្ចឡើងវិញកិច្ចការដ៏លំបាកនោះគឺការបង្កើតទំនុកចិត្តលើរូបិយវត្ថុជាតិដែលត្រូវបង្កើតឡើងសារជាថ្មីកិច្ចការដ៏លំបាកដំបូងគឺការបង្កើតធនាគារកណ្ដាលឡើងវិញនាឆ្នាំ1979អ្នកដែលរស់រានមានជីវិតសល់ពីរបបខ្មែរក្រហមដែលមានជំនាញខាងធនាគារមានចំនួនតិចតួចបំផុតទាំងបុរសនិងស្ត្រីបានមកចូលធ្វើការជាមួយគ្នានិងអ្នកដែលពុំមានជំនាញដើម្បីធ្វើឲ្យប្រព័ន្ធធនាគាររស់ឡើងវិញរូបខ្ញុំក៏ជាសមាជិកមួយរូបនៅក្នុងក្រុមដែលធ្លាប់ធ្វើការធនាគារនោះដែរស្ថិតនៅក្នុងសេដ្ឋកិច្ចផែនការនៃរបបសង្គមនិយមធនាគារកណ្ដាលត្រូវបានបង្កើតឡើងវិញដែលនៅពេលនោះមានឈ្មោះថាធនាគារជាតិនៃប្រជាជនកម្ពុជាដោយដើរតួនាទីជាអ្នកបោះពុម្ពផ្សាយរូបិយវត្ថុជារដ្ឋាភិបាលរបស់ប្រទេសធ្វើប្រតិបត្តិការរូបិយប័ណ្ណនិងផ្ដល់ឥណទានប្រាក់រៀលថ្មីត្រូវបានបោះពុម្ពនៅឆ្នាំ1979និងដាក់ឲ្យធ្វើចរាចរណ៍ឡើងវិញនៅថ្ងៃទី20ខែមីនាឆ្នាំ1980ប្រាក់រៀលថ្មីនេះត្រូវបានបោះពុម្ពនៅបរទេសនិងដឹកជញ្ជូនមកក្រុងព្រះសីហនុនិងមកភ្នំពេញក្រោមកិច្ចការពារសន្តិសុខដ៏ខ្ពស់ការដាក់ប្រាក់រៀលឲ្យចរាចរណ៍ឡើងវិញជាដំណើរការមួយដ៏លំបាកការបញ្ចុះបញ្ចូលឲ្យប្រជាជនខ្មែរឲ្យផ្លាស់ប្ដូរទម្លាប់ក្នុងការប្រើប្រាស់មធ្យោបាយទូទាត់ដោយការដោះដូរទំនិញនិងទំនិញឬការដោះដូរជាមាសឬរូបិយប័ណ្ណបរទេសអស់រយៈពេល5ឆ្នាំមកហើយឲ្យត្រឡប់មកប្រើនិងមានទំនុកចិត្តលើប្រាក់រៀលថ្មីវិញគឺជាការលំបាកជាទីបំផុតអាជ្ញាធរបានដោះស្រាយបញ្ហាប្រឈមនេះដោយបើកយុទ្ធនាការលើកកម្ពស់ការយល់ដឹងដ៏ធំមួយដែលមានការជជែកបែកញែកការប្រជុំជាសាធារណៈនិងការផ្សព្វផ្សាយព័ត៌មានជាដើមតម្លៃប្រាក់រៀលនៅពេលនោះត្រូវបានកំណត់ដោយអង្ករ1គីឡូស្មើនឹង1រៀលហើយប្រាក់4រៀលស្មើនឹងប្រាក់ដុល្លារអាមេរិក1ដុល្លារវាមានលក្ខណៈសាមញ្ញងាយស្រួលកាន់និងស្រួលប្រើជាទូទៅការណែនាំឲ្យប្រើរូបិយប័ណ្ណថ្មីនេះទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ទោះជាយ៉ាងនេះក្តីធនាគារកណ្ដាលនិងប្រាក់រៀលរស់ឡើងវិញនៅក្នុងស្ថានភាពនៃការគៀបសង្កត់ផ្នែកសេដ្ឋកិច្ចគឺការដាច់ទំនាក់ទំនងការទូតនិងអស្ថិរភាពនយោបាយប្រទេសមិនបាននាំអ្វីចេញសោះហើយជួបប្រទះភាពខ្វះខាតគ្រប់បែបយ៉ាងលើសពីនេះជំនួយពីប្រទេសសង្គមនិយមបានធ្លាក់ចុះជាបន្តបន្ទាប់សឹងតែលែងមានរហូតដល់ឆ្នាំ1989ធនាគារកណ្ដាលមិនសូវត្រូវបានគេទុកចិត្តនិងមានមាសនិងរូបិយប័ណ្ណជាទុនបម្រុងអន្តរជាតិតិចតួចសម្រាប់ធានាតម្លៃប្រាក់រៀលពេលប្រាក់រៀលមិនអាចប្តូរយកអ្វីបានតើនរណានឹងចង់កាន់លុយនេះទៅដូច្នេះយើងត្រូវធ្វើអ្វីមួយហើយនៅក្នុងរយៈពេលឆ្នាំ90នេះគឺ
ប្រទេសកម្ពុជារៀបចំមានការរួបរวมជាតិផ្សះផ្សាជាតិនេះការផ្លាស់ប្ដូរសេដ្ឋកិច្ចពីដំណាក់កាលមួយដែលយើងត្រូវតែធ្វើឲ្យបានទាន់សភាពការដែរគឺផ្លាស់ប្ដូរសេដ្ឋកិច្ចពីផែនការទៅទីផ្សារក្រោយពីមានវត្តមានអ៊ុនតាក់មកប្រទេសកម្ពុជាគឺពេលហ្នឹងយើងទីផ្សារយើងក៏បើកទូលាយ ការអន្តរាគមន៍របស់អង្គការសហប្រជាជាតិបាននាំមកនូវសន្តិភាពមកប្រទេសប៉ុន្តែការចំណាយដ៏ច្រើនសម្បើមរបស់អ៊ុនតាក់ព្រមជាមួយនឹងកញ្ចប់ជំនួយដ៏ធំពីម្ចាស់ជំនួយបច្ចឹមប្រទេសបានក្លាយជាលំហូរដ៏ច្រើនសម្បើមនៃប្រាក់ដុល្លារអាមេរិកមកកម្ពុជាជាមួយនឹងការផ្លាស់ប្ដូរនយោបាយដ៏គំហុកវាបានបង្កើតឲ្យមានការលូតលាស់និងភាពច្របូកច្របល់ផ្នែកសេដ្ឋកិច្ច យើងលក់នៅទ្រព្យសម្បត្តិមួយចំនួនដូចជារោងចក្រសហគ្រាសដែលពីមុនជាប្រភពយ៉ាងដ៏សំខាន់នៃថវិកាជាតិហើយធ្វើឲ្យចំណូលថវិការដ្ឋមានការធ្លាក់ចុះហើយចំណាយកើនឡើងពេលនោះតម្រូវការទៅតែបោះពុម្ពกระดาษប្រាក់ដើម្បីយកមកធ្វើការផ្ដល់រញ្ញប្រទាននៃថវិកាជាតិអញ្ចឹងនៅពេលដែលលុយกระดาษប្រាក់រៀលដែលបោះពុម្ពនេះការកើនឡើងធ្វើឲ្យតម្លៃប្រាក់រៀលគឺធ្លាក់ចុះយ៉ាងលឿនបង្កើតបានជាអតិផរណាហើយក៏ធ្វើការមានការបាត់បង់នៅទំនុកចិត្តរបស់សាធារណជនទៅលើប្រាក់រៀលអញ្ចឹងគឺប្រជាជនភាគច្រើនលែងទុកចិត្តប្រាក់រៀលលែងទុកប្រាក់រៀលហើយក៏ទទួលយកប្រាក់ដុល្លារវិញហើយបាតុភូតនេះយើងហៅថាដុល្លាររូបនីយកម្មបាទគឺចាប់ដើមពីឆ្នាំ91រហូតដល់93ហ្នឹងនៅពេលដែលលំហូរប្រាក់ដុល្លារហូរចូលច្រើនហើយពីនោះអតិផរណាលុយរៀលហ្នឹងគឺដល់150% នៅក្នុងមួយឆ្នាំអញ្ចឹងធ្វើឲ្យសាធារណជនគឺចាប់ដើមទទួលប្រាក់ដុល្លារជារូបិយវត្ថុដើរតួនាទីជារូបិយវត្ថុផ្លូវការតែម្ដងបាទ ចាស់ករណីនេះនៅតែដូចនេះនៅឡើយទេហើយបច្ចុប្បន្ននេះគឺថាប្រាក់បញ្ញើប្រាក់ផ្ទេរហើយនិងប្រាក់កម្ចីរបស់អតិថិជនជាច្រើនគឺជាប្រាក់ដុល្លារអាមេរិក វារឹតតែស្មុគស្មាញទៅទៀត Some people deal with Vietnamese, so they use dong. Some people they deal with Thai, so they use baht. And all this mix up of currency remain now. It's very difficult to manage an economy with different currency. For individual business people who are not specialized in different currency and to juggle is a headache.